ទស្សនភាពអាប់សូក្បូនដែលនៅលើទឹកជុំវិញប្រាសាទអង្គរវត្តនេះហាមិនងាយនឹងបានឃើញទេប៉ុន្តែចូលមកដល់រដូវ Green Season នេះហាឱកាសបានឃើញទស្សនភាពបែបនេះគឺច្រើនមែនទែនតែមុននឹងចូលដល់វីដេអូចុច follow page ចំណត Explore ផងពេលដែលយើងបាន 500k យើងនឹងធ្វើ giveaway ឲ្យ top fan អញ្ចឹងមកសម្រាប់រដូវ Green Season នេះហាបងប្អូននឹងឃើញទស្សនភាពស្អាតលើសពីការរំពឹងទុកទៀតដោយពេលដែលខ្ញុំមកដល់នេះហាគឺឃើញអាប់សក្បោសដែលនៅលើទឹកគូផ្សំនឹងពន្លឺព្រះអាទិត្យចាប់ផ្ដើមរះទៀតមើលទៅឡើងដូចនៅក្នុងរឿងវេទមន្តអញ្ចឹងហើយទស្សនភាពបែបនេះហាមិនមែនយើងមកពេលណាក៏ឃើញណាតតែនៅក្នុងរដូវ Green Season មេឃភ្លៀងហើយខ្លាំងពីយប់អីហ្នឹងព្រលឹមឡើងយកមកមើលថ្ងៃរះហ្នឹងគឺឱកាសច្រើនបានឃើញទស្សនភាពបែបនេះហើយបើបានឃើញខាងក្រៅផ្ទាល់ភ្នែកយ៉ាគឺរត់តែស្អាតជាងនេះទៀតចេញពីអង្គរវត្តពួកយើងបន្តដំណើរដើរលេងក្នុងតំបន់អង្គរបន្តទៀតមេឃសតុំខ្យល់ត្រជាក់ធ្វើឲ្យការដើរលេងនៅរដូវនេះស្រួលខ្លាំងមែនតើមើលទៅខាងណោក៏បៃតងត្រជាក់ភ្នែកដែរយើងជិះមកដល់ខ្លោងទ្វារជ័យនេះគឺមានប្លង់មួយដែលយើងអាចថតរូបទៅឃើញស្អាតមែនតើដោយសារតែយើងអាចមើលឃើញប្រភពដ៏ធំដូចនៅក្នុងកណ្ដាលព្រៃជ្រៅមើលទៅអស្ចារ្យណាស់បន្ទាប់មកទៀតគឺយើងបានមកដល់ប្រាសាទប៉ាឡេឡៃជាប្រាសាទមួយដែលមានដើមឈើធំដុះនៅពីលើតួប្រាសាទហើយគោលដៅបន្ទាប់គឺខ្ញុំបានមកដល់ប្រាសាទព្រះខ័នដែលជាប្រាសាទមួយដែលមានប្លង់ថតរូបស្អាតនិងមានបឹងមច្ឆាល្បីមួយដែលគេអាសាមកថតរូបលេងនៅនឹងដែរហើយអ្នកគេចង់មកញ៉ាំមច្ឆានៅប្រាសាទព្រះខ័នឥឡូវអាចមកញ៉ាំបានចាប់ផ្ដើមមានវិញហើយដើរលេងនៅតំបន់ប្រាសាទហើយពួកយើងក៏មកហាងកាហ្វេអារម្មណ៍ជាហាងកាហ្វេដែលឃើញបងប្អូនអាសាមកថតរូបស្អាតៗនៅនឹងមែនតើហើយមកដល់សៀមរាបនេះហានៅណាក៏មាន ABA KXQR ដែរទទួលបាន 18000 រៀល ហើយដំណឹងល្អសម្រាប់អាជីវករនៅខេត្តសៀមរាបនេះហាឥឡូវ ABA កំពុងតែចែករង្វាន់យ៉ាងច្រើនគឺរង្វាន់ទឹកប្រាក់1លានរៀលចំនួន10រង្វាន់ជារៀងរាល់ខែនិងរង្វាន់ធំទឹកប្រាក់40លានរៀលនៅចុង promotion ខាងងាយស្រួលមែនទែនគឺគ្រាន់តែបងប្អូនប្រើ ABA KXQR រាប់ពេលគិតលុយពីភ្ញៀវហើយដើម្បីចូលរួមក្នុង promotion នេះបងប្អូនអាជីវករអាចតាក់ទងក្រុមការងារ ABA នៅក្នុងខេត្តសៀមរាបផ្ទាល់ឱកាសឈ្នះរង្វាន់នេះមិនមែនមានត្រឹមតែអាជីវករទេអ្នកប្រើ ABA Mobile ទូទៅក៏មានឱកាសឈ្នះដែររៀងរាល់ខែ ABA នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះចំនួន21នាក់រង្វាន់ធំ10លានរៀលចំនួន1នាក់និង20នាក់ទៀតឈ្នះ50,000រៀលឱកាសឈ្នះនេះសម្រាប់តែអ្នកដែលគាត់ប្រើ ABA Mobile ណាដើម្បីឈ្នះបងប្អូនគ្រាន់តែរក្សាទុកលុយក្នុងគណនី ABA ប្រាក់រៀលចាប់ពី40,000រៀលឡើងទៅរកណាបានទុកលុយសុវត្ថិភាពហើយទូទាត់ងាយស្រួលទៀតបើសំណាងដល់ទូមិនបាន10លានរៀលក៏បាន50,000រៀលដែរត្រូវអត់តទៅវីដេអូយើងវិញបន្ទាប់ពី order ទ្រីងអីញ៉ាំហើយខ្ញុំមកអង្គុយលេងថតរូបលេងពីប្លង់ហើយក៏បន្តដំណើរទៅកំពង់ភ្លុកអីដែលផ្លែកនៅពេលដែលយើងមកដល់កំពង់ភ្លុកនេះគឺទឹកអត់ទាន់ឡើងទេចឹងហើយយើងអាចមើលឃើញសសរផ្ទះខ្ពស់របស់អ្នកភូមិបានយ៉ាងច្បាស់ហើយទស្សនភាពបែបនេះគឺខុសពីរដូវទឹកឡើងទាំងស្រុងមកហើយដែលធ្វើឲ្យខ្ញុំរត់តែភ្ញាក់ផ្អើលហ្នឹងគឺការឆ្អើរត្រីរបស់អ្នកភូមិគ្រប់ផ្ទះគឺគេឆ្អើរគ្រប់គ្នាហ្មងដោយសារតែនេះគឺជាមុខរបរប្រពៃណីដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ហើយយើងអាចឃើញតែក្នុងរដូវទឹកស្រកនេះទេបើនិយាយពីតម្លៃត្រីឆ្អើរនេះវិញខ្ញុំលឺហើយអត់គាត់មែនតើដោយសារតែឃើញគាត់ឆ្អើរពិបាកខ្លាំងណាស់តែដល់ពេលតម្លៃត្រីឆ្អើរវិញ10ចង្កាក់ត្រឹមតែ13,000ទៅ15,000គឺវាធូរមែនតើហ្មងអញ្ចឹងខ្ញុំទិញពីគាត់ហើយ scan pay តាម ABA KXQR ទទួលបាន 30,000 រៀល នៅសៀមរាបនេះនៅណាក៏មាន ABA KXQR ដែរយើងអត់ពិបាកទុកដាក់លុយតាមខ្លួនទេហើយនេះទស្សនភាពព្រៃលិចទឹកនៅកំពង់ភ្លុកហ្នឹងបងប្អូនគ្រាន់តែឥឡូវហ្នឹងអត់ទាន់មានទឹកទេប៉ុន្តែទេសភាពក៏ស្អាតដែរយើងអាចដើរចូលខាងក្នុងព្រៃហ្នឹងហើយមើលឃើញដើមឈើធំដុះមកឡើងដូចក្នុងរឿង Avatar អញ្ចឹងអូយស្អាតខ្លាំងមកលើកនេះគឺអត់ខកបំណងទេបានឃើញទស្សនភាពស្អាតប្លែកច្រើនកន្លែងមែនតើហើយល្ងាចឡើងនេះក៏ខ្ញុំបានទៅមើលថ្ងៃលិចនៅ Lotus Farm ជិះទូកមើលថ្ងៃលិចនៅនេះគឺអូយស្អាតខ្លាំងណាស់ហើយគាត់ប្រកាសរៀបចំ activity ឲ្យយើងទៀតមានកាច់ផ្កានៅលើទូកកាច់មួកស្លឹកឈូកឲ្យយើងពាក់នេះឡើងខ្ជិលខ្ជួល end up my day នៅសៀមរាបនឹងឡើង the best ហ្មងខ្ញុំ highly recommend ហ្មងបងប្អូនទៅលេងសៀមរាបកុំភ្លេចទៅលេង Lotus Farm នឹងផងព្រោះនៅនេះគាត់បានជួយបងប្អូនប្រជាពលរដ្ឋនៅនឹងច្រើនណាស់ឲ្យគាត់មានការងារធ្វើផលិតផលដែលគាត់ធ្វើនៅ Lotus Farm នេះសុទ្ធសឹងតែជាផលិតផលដែលធ្វើមកពីឈូកទាំងអស់ហើយពេលដែលយើងទៅលេងហ្នឹងគឺយើងដូចជាបានជួយសហគមន៍នៅនឹងដូចគ្នាដែរពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ